ជំរាបសួរលោកគ្រូខ្ញុំមកឈ្មោះលៀមកាណាហ្វេមកពីក្រុមអវិសម័យថ្ងៃនេះខ្ញុំរៀបថតវីដេអូទាក់ទងនឹង midterm exam នៅក្នុងវីដេអូនេះគឺយើងនិយាយពី function តើអ្វីទៅគឺជា function គឺជា block នៃ code ដែលយើងសរសេរម្ដងហើយយើងអាចយកមកប្រើច្រើនដងហើយវាជួយក្នុងការកាត់បន្ថយ code ងាយស្រួលក្នុងការគ្រប់គ្រងហើយនិង resource code របៀបនៃការបង្កើត function គឺយើងសរសេរជាទម្រង់បែបនេះគឺ def ឈ្មោះ functionនេះគឺជាការរបៀបនៃការបង្កើត function ហើយចូលដល់ចំណុចបន្តគឺការ call how function ការ call how function គឺយើងអាចហៅ function ដែលប្រើឈ្មោះបានហើយនេះគឺជាការហៅ function របស់ខ្ញុំនេះគឺយើងបាន output នៅតម្លៃដែលយើងចង់ហៅវាចេញមកបានហើយមួយទៀតចូលដល់ចំណុចបន្ទាប់function ដែលមាន parameter គឺជា function ដែលទទួល input ពីតម្លៃខាងក្រៅចូលមកហើយទម្រង់នៃការប្រើប្រាស់វាគឺមានទម្រង់បែបនេះចឹងទម្រង់ដែលមាន parameter យើងសម្គាល់វាទៅនៅក្នុងវងកញ្ចក់នេះបើសិនជាវាមានឈ្មោះវានឹងយើងនឹងដឹងថាវាគឺជាទម្រង់ដែលមាន parameter ហើយយើងចូលដល់ចំណុចបន្ទាប់ទៀតគឺ function ដែលមិនមាន parameter ចំពោះ function ដែលមិនមាន parameter គឺយើងសម្គាល់ដូចគ្នាគឺយើងក្នុងវងកញ្ចក់នេះគឺយើងអត់មានអ្វីទាំងអស់គឺវាមានទម្រង់បែបនេះអញ្ចឹង function ហ្នឹងគឺអត់មាន parameter ទេចឹងនេះគឺជាទម្រង់ដែលគ្មាន parameter ឥឡូវយើងចូលដល់ចំណុចបន្ទាប់គឺយើងនិយាយទៅលើ parameter និង argument parameter គឺជា variable នៅក្នុង function សម្រាប់ទទួលតម្លៃហើយ argument វិញគឺជាតម្លៃពិតដែលយើងផ្ញើចូលទៅក្នុង function ហើយទម្រង់នៃការប្រើប្រាស់របស់ parameter វិញគឺមានលក្ខណៈរាងងាយស្រួល
នេះគឺជាទម្រង់នៃការប្រើប្រាស់ parameter គឺមានទម្រង់បែបនេះរីឯ axioma វិញគឺយើងឲ្យមានទម្រង់បែបផ្សេងទៀតចឹងនេះឲ្យគឺជាឲ្យអានៅក្នុងវងកញ្ចក់នេះដែលនៅក្នុងពីរនេះគេហៅថា axioma រីឯ name គេហៅថា parameter ហើយយើងចូលដល់ចំណុចបន្តទៀតគឺនិយាយឲ្យទៅលើfunction with return និង function with non return ហើយ function ហើយ return function ហ្នឹងគឺការបញ្ចូលតម្លៃចេញពី function ហើយរបៀបនៃការប្រើប្រាស់បើយើងគឺមានភាពងាយស្រួលនេះគឺជាការនេះគឺជាទម្រង់នៃការប្រើប្រាស់ return function រីឯ non return function គឺជា function ដែលមិនមាន return គឺមិនបញ្ជូនតម្លៃវិញទេនេះគឺជាទម្រង់នៃការប្រើទៅលើ function ដែលមិនមាន return គឺយើងអាចហៅ function small show ហ្នឹងយកមកប្រើបានចំណុចបន្ទាប់គឺយើងនិយាយទៅលើ default parameter default parameter គឺជា parameter ដែលមានតម្លៃស្រាប់ប្រសិនបើយើងបញ្ចូល axioma ឥឡូវយើងចូលនៅការប្រើប្រាស់របស់វារបៀបនៃការប្រើប្រាស់វាគឺមានភាពងាយស្រួលទេគឺមានទម្រង់បែបនេះហើយនេះគឺជាការប្រើប្រាស់របស់វាយើងចូលដល់ចំណុចបន្តគឺចំណុចទី9ចំណុចទី9គឺយើងនិយាយទៅលើkeyword axioma keyword axioma គឺជាការផ្ញើ axioma ដោយប្រើឈ្មោះ parameter ដែលយើងអាចផ្ញើច្រើនដងបាននេះគឺជាកូដរបស់ keyword axioma យើងអាចយកទៅ demo បានហើយនេះគឺជាការប្រើប្រាស់របស់វាគឺវាមានទម្រង់បែបនេះហើយការ output យើងគឺមានលក្ខណៈបែបនេះហើយយើងចូលដល់ចំណុចបន្តគឺ multi axioma គឺជាការផ្ញើតម្លៃច្រើនជាងមួយនៅក្នុង function តាមលំដាប់ឬតាមឈ្មោះនេះចំណុចបន្ទាប់គឺ attribute axioma ផ្កាយ ARGS
activity keyword achievement arbitrary achievement កាយ ARGS គឺជា parameter ដែលទទួល achievement ច្រើនជា tuple ហើយកូដរបស់វាគឺមានលក្ខណៈបែបនេះនេះគឺជាទម្រង់នៃការប្រើប្រាស់ arbitrary achievement កាយ ARGS ឬអាចទម្រង់មួយទៀត arbitrary keyword achievement កាយ KWARG គឺជា parameter ដែលទទួល achievement ជា key ស្មើនឹង value ច្រើនជា dictionary ហើយទម្រង់នៃការប្រើប្រាស់វាក៏វាមានលក្ខណៈស្រដៀងទៅនឹងផ្កាយ ARGS ដែរនេះគឺជាការ output របស់ផ្កាយ KWARGS ចឹងកូដរបស់យើងគឺមានតែប៉ុណ្្នឹងឯងសូមជម្រាបលាលោកគ្រូអរគុណលោកគ្រូដែលបានស្ដាប់នៅវីដេអូរបស់ខ្ញុំ